ជំរាបសួរប្រិយមិត្តជាទីគោរពថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកនៅពាក្យបច្ចេកទេសមួយជាតើសមាជិកមហាសន្និបាតមានប្រមាណណាអបស្លេអាចដឹងបានទេបាទសម្រាប់ការសិក្សាស្រាវជ្រាវរបស់ខ្ញុំបច្ចុប្បន្ននេះសមាជិកមហាសន្និបាតមានន័យថាជាសមាជិកអង្គការសហប្រជាជាតិគឺសរុបទាំងអស់មាន193ប្រទេសប៉ុន្តែក្នុងនោះដែលមានសិទ្ធិអំណាចធំជាងគេដោយការអត់សម្លេងយ៉ាងធំជាងគេដែលគាត់មានអធិបុលជាងគេមានមហាសមាជិកអចិន្ត្រៃយ៍សមាជិកអចិន្ត្រៃយ៍មានប្រមាណបាទôngស្រីអាចចាំបានទេបាទអាចជួយឆ្លើយមកបាទអញ្ចឹងសមាជិកអចិន្ត្រៃយ៍ទាំងអស់មាន5បាទសមាជិកអចិន្ត្រៃយ៍ទាំងអស់មានបាទសមាជិកអចិន្ត្រៃយ៍ទាំងអស់មាន5បាទតាមôngស្រីបាទអីខ្លះបាទអញ្ចឹងôngស្រីគ្នាមើលនេះសមាជិកអចិន្ត្រៃយ៍មាន UK អង់គ្លេស US អាមេរិករុស្ស៊ីបារាំងនិងចិនណានឹងមហាសមាជិកអចិន្ត្រៃយ៍ទាំង5នេះមានប៉ុណ្ណឹងហើយយើងធម្មតាយើងហៅថាមហាអំណាចប៉ុន្តែនឹងពាក្យបច្ចេកទេសគេហៅសមាជិកអចិន្ត្រៃយ៍រួមទាំង188ទៀតណា188ដូចជានៅក្នុងនោះមានប្រទេសខ្មែរយើងដែរកម្ពុជាវៀតណាមឡាវថៃអីហ្នឹងតែដែលយើងជាប់ហ្នឹងក៏សិតតែជាសមាជិករបស់អង្គការសហប្រជាជាតិដែរហើយលោកមានសិទ្ធិចូលនៅក្នុងកិច្ចប្រជុំនៃមហាសន្និបាតបាទហើយទី2ពាក់ព័ន្ធនឹងរបៀបវរៈនៃកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិផ្ដោតទៅលើអីខ្លះបាទអត់ស្អាតឆ្លើយបានហើយបើសិនជាឆ្លើយជួយអាចឆ្លើយបន្ថែមបើសិនជាអត់ស្រីមានការសិក្សាស្រាវជ្រាវបានច្រើនណាជួយបន្ថែមមកដើម្បីឲ្យប្រជាពលរដ្ឋយើងមានការយល់ដឹងទូលំទូលាយតិចទៅដើម្បីឲ្យគាត់មានការភ័យខ្លាចថាអង្គការសហជីពដូចអត់មានធ្វើអីអ្នកខ្លះមានទស្សនៈចឹងដែរក្រោយពីការសិក្សាស្រាវជ្រាវនោះគឺថាគេមានទស្សនៈជាវែងឆ្ងាយតែគេមិនអាចធ្វើតាមអ្វីតែតាមចិត្តជានឹកគឺបានទេសិតតែមានលំហបច្ចេកទេសហើយនិងនីតិវិធីច្បាស់លាស់តែតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំចឹងរបៀបវរៈគេពង្រឹងអំណាចស្របតាមជំពូកទី4នៃធម្មនុញ្ញសហប្រជាជាតិបច្ចុប្បន្នអញ្ចឹងចំពោះសិទ្ធិអំណាចនេះរបៀបវរៈនេះអង្គផ្សេងអាចនឹងតាមដាននៅក្នុងសៀវភៅរបស់ខ្ញុំនិងបោះពុម្ពផ្សាយនាពេលខាងមុខដ៏ឆាប់ៗនេះបាទទី4ពាក់ព័ន្ធនឹងសិទ្ធិបោះឆ្នោតតើសមាជិកមួយចំនួន193ប្រទេសហ្នឹងមានសម្លេងចង់ស្មើគ្នាឬទេនេះសំខាន់តែកត្តាសំខាន់គឺសិទ្ធិបោះឆ្នោតណាសិទ្ធិបោះឆ្នោតតើមហាអំណាចមានសិទ្ធិបោះឆ្នោត 4-5 ស្លឹកទេឬក៏ 2-3 ស្លឹកទេបាទអញ្ចឹងទាំងមហាអំណាចដែលយើងហៅថាមហាអំណាចដែលជាសមាជិកដែលហៅថាក្រុមសមាជិកអចិន្ត្រៃយ៍ហ្នឹងក៏ដោយសមាជិកមិនអចិន្ត្រៃយ៍ក៏ដោយគឺមានសិទ្ធិបោះឆ្នោតតែមួយសន្លឹកទេបាទតែមួយសន្លឹកទេមួយសន្លឹកដូចគ្នាបាទអញ្ចឹងហើយការអនុម័តនៅមហាសន្និបាតអង្គការសហប្រជាជាតិកាលណាអនុម័តមិនគេយកសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនោះគេយកមកបាទការអនុវត្តវាអាចថាការអនុវត្តអូម៉ាថាការអនុវត្តនោះត្រូវធ្វើម៉េចវាពាក់ព័ន្ធនឹងរឿងផ្សេងគ្នាពាក់ព័ន្ធនឹងរឿងសេដ្ឋកិច្ចទៅឲ្យក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមអ្នកដោះស្រាយពាក់ព័ន្ធនឹងសន្តិសុខណានឹងសន្តិភាពឲ្យទៅគណៈបាទពាក់ព័ន្ធនឹងសន្តិសុខនិងសន្តិភាពឲ្យទៅក្រុមប្រឹក្សាសន្តិសុខណាអង្គស្រីបានបង្ហាញហើយថាមុនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលោកមានបេសកកម្មបាទទី2ក្រុមប្រឹក្សាមួយទៀតក្រុមប្រឹក្សាមួយទៀតអូម៉ាណាពាក់ព័ន្ធនឹងរឿងដែនដីឥឡូវអូម៉ាណា
កម្ពុជាថៃនេះកំពុងតែវិវាទនេះវិវាទឆ្លោះនេះដីធ្លីនេះណាណាព្រំដែនណាមួយថាណាថៃថាខ្មែរយកដីថៃតែខ្មែរថាកម្ពុជាយើងថាថៃបានពពៀនអញ្ចឹងហើយតើគេយកអីយកមកវាស់ទៅគណៈកម្មការណាដែលទៅធ្វើសំខាន់ដែរជិះខ្ញុំសូមបង្ហាញទៅចោះថាគណៈកម្មការដែលដោះស្រាយទៅលើការបង្ហាញនៅផែនទីក៏ដោយនៅពាក់ព័ន្ធនឹងដីធ្លីហ្នឹងដែលកណ្ដាលដីហ្នឹងគឺថាគណៈកម្មការមួយគេហៅថាគណៈកម្មការទំនុកចិត្ត Trusteeship Council បាទហ្នឹងគាត់មានទួនាទីមើលកិច្ចការហ្នឹងណែហើយបើខ្ញុំមិនយល់មិននេះទេអង្គស្រីអាចពិចារណាដោយជាមួយខ្ញុំថាតើគេយកអីយកមកប្រើណាយកអីមកប្រើដែលយើងងងថ្ងៃនេះឆ្លោះគ្នារឿងផែនទីកខុសគាត់មកនេះណាយកអីមកប្រើអញ្ចឹងអង្គស្រីអាចទៅសួរនៅគណៈកម្មការទំនុកចិត្តហ្នឹងគេនឹងបង្ហាញថាត្រូវយកផែនទីនេះយកមកប្រើតើហេតុអីបានគេយកផែនទីហ្នឹងមកណាហើយវាមិនខុសពីច្បាប់ភូមិបាលអីទេអត់ខុសគ្នាទេបាទអត់ខុសគ្នាទេកាលណាយើងមានប្លង់ហើយកាលណាយើងមានប្លង់រឹងហើយបានគេទទួលស្គាល់ថាដីរបស់នេះដែរបើដីអត់តចង់ជីអាហ្នឹងវាបានមានបញ្ហាហើយដោយសារថាពេលវេលាដល់ទីបញ្ចប់ខ្ញុំសូមគោរពថ្លែងអំណរគុណអស់លោកស្រីបានយកចិត្តទុកដាក់ស្ដាប់នៅការធ្វើបទបង្ហាញរបស់ខ្ញុំបាទសូមគោរពជូនពរលោកស្រីនាងកញ្ញាមានសុខភាពល្អសំណាង